ស្រុតកន្លែងគាត់ប្រសង់ហើយក្នុងនោះមានប្រសង់ចូលប្រឡងចំនួន600អង្គជាងហើយបានរត់មកតាន់ច្រើនដែរប៉ុន្តែมันអាចរត់មកតាន់នឹងគឺមានចំនួនប្រហែល80អង្គដែរហើយតាមព័ត៌មានបញ្ជាក់ថា80អង្គដែរជាប់នៅក្នុងហ្នឹងគឺសកុតណាខ្ញុំសកុត80អង្គជាងអង្គខ្លះហ្នឹងគឺទំរកឃើញបានមានបញ្ជនវិញបាទអង្គខ្លះហ្នឹងគឺសកុតបាត់ហើយបាទព្រោះដោយសារអាគារហ្នឹងវាខ្ពស់ដែរហើយវាផុងទៅក្រោមហ្នឹងខ្ញុំណាហើយនេះកន្លែងផ្សេងទៀតមានការធ្លាក់បាក់គាត់ឬក៏បាក់ថ្មសកិនលើកូននេនបាក់ដៃទៀតគួយសង្វេគមែនទែនព្រោះម្សិលមិញនេះមានការជួយផែនដីជាខ្លាំងនៅទីក្រុងម៉ាន់ដេលេនៃប្រទេសភូមាហើយជាពិសេសនេះគឺតាមវត្តអារាមបាទគឺមានការខូចខាតច្រើនមែនទែនព្រោះទីក្រុងម៉ាន់ដេលេគឺជាទីក្រុងដែលសម្បូរវត្តអារាមជាងទីក្រុងផ្សេងៗទាំងអស់អញ្ចឹងហើយនៅទីនោះគឺមានអគារជាច្រើនជាពិសេសអគារធំៗ 3-4 ជាន់ហ្នឹងគឺសម្បូរណាស់ព្រោះមានប្រសង់សិក្សារៀនសូត្រច្រើនប៉ុន្តែអកុសលអីឆ្នាំនេះណាបានត្រូវជួយដីយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសភូមាជាពិសេសប៉ះពាល់វត្តអារាមអញ្ចឹងសរុបព័ត៌មានថ្ងៃនេះគឺប្រសង់សកុតប្រហែល80អង្គជាងក៏ទូទាំងប្រទេសភូមាអញ្ចឹងមានតែចូលរួមសោកស្ដាយអាណិតអរគុណចាស់គ្រប់អង្គធ្វើម៉េចដែរញាតិញោមជីវិតវាអត់ទៀងអញ្ចឹងហើយបាទមានតែធ្វើសេចក្តីល្អតាមតែខ្លួនអាចធ្វើទៅបានបាទ